ហើយគ្នាបានដែរបើទៅចាំហើយចុះដើរទៅសសៀមាត់បឹងទៀតដើរទៅបានទៅដល់អិនទសាលពុហាហ្នឹងឡើងទៅចកេះភ្នំហ្នឹងគឺសកទេវរាជបាននាំទេវតាមកច្រើនណាស់រាប់ម៉ឺនអង្គចឹងហើយក្នុងកាលនោះបញ្ចសិក្ខកន្ធពបុត្រជាមួយនឹងនាងសុរិយវច្ចសាអីហ្នឹងក៏បានរួមជាមួយនឹងសកទេវរាជបញ្ចសិក្ខកន្ធពបុត្រហ្នឹងក៏បានចូលទៅដើម្បីសូមការអនុញ្ញាតដើម្បីសកទេវរាជនឹងបានចូលគាល់ហើយបញ្ញាប់ទៀតចឹងធម្មតាទេវតាមកដល់តែកន្លងបឋមយាមនៃរាត្រីលើកនេះព្រះអិនបញ្ញាប់មកព្រោះព្រះអង្គពិចារណាឃើញវិជនរបស់ព្រះអង្គត្រូវជាយត់យ៉ាងឆាប់ម្ល៉េះហើយស្ដេចយាងមកដោយសេចក្តីតក់ស្លុតព្រះអិនក៏ខ្លាចស្លាប់ដែរណាប៉ុន្តែមើលក្នុងអត្ថកថាមហាសតិប្បដ្ឋានសូត្រហ្នឹងព្រះអត្ថថាលើកពីរឿងដែលកទេវរាជយាងមកហ្នឹងដោយការភ័យខ្លាចនឹងឯងចឹងក្នុងរឿងជាយប់ហ្នឹងចឹងក៏បានឱកាសទូលសួរបញ្ហាពធัวហ្នឹងព្រះអង្គទ្រង់វិសាចនីទៅក៏បានតាំងនៅក្នុងសោតាបត្តផលទៅហើយកន្លែងហ្នឹងឯងដែលព្រះអង្គទ្រង់លើកយកមកប្រកាសសម្ដែងនៅក្នុងសគាថាធម្មបទសុខវៈរឿងរ៉ាវខាងចុងនឹងឯងចឹងគឺក្នុងការដែលបានឃើញបានជួបជាមួយនឹងព្រះអរិយទាំងឡាយនឹងនាំមកនៅសេចក្តីសុខហ្នឹងក៏ណាសាធុទេសនៈមរិយាណੰក៏ណាសន្និវាសោសតិសុខោចឹងគឺថាការដែលបានជួបនៅព្រះអរិយទាំងឡាយនឹងសាធុការដែលបានរួមប្រសពជាមួយនឹងសប្បុរសមួយព្រះអរិយនឹងនាំឲ្យមានសេចក្តីសុខសពកាលជាដើមនឹងដែលព្រះអង្គសម្ដែងហូរហែទៅរហូតដល់ទៅបសមាហេព្រោះហេតុដូច្នោះធិរញ្ចៈបញ្ញញ្ចៈបហុសតញ្ចៈធោរយហៈសីលੰវតវន្តមរិយ៉ាងតេតាំងតាតិសੰសពរិសੰសមេធាំងភជេថៈអ្នកខត្តបឋังវៈចន្តិមេព្រះអង្គសម្ដែងថាភជេថៈនេះឯងកប់បីខ្សែគប់ប៉ុណ្ណាកប់បីខ្សែគប់ជាមួយគ្នានឹងធិរញ្ចៈអ្នកប្រាជ្ញបញ្ញញ្ចៈអ្នកមានបញ្ញានឹងឯងចៈហ្នឹងគឺថានឹងឬក៏ផងហ្នឹងណានឹងឯងពហុសតញ្ចៈអ្នកចេះដឹងច្រើនធោរយៈ